រឿងស្ដេចសាយរ៉ានិងសត្វរំពេនៅក្នុងទីក្រុងពេកបុរាណមានវិមានដ៏អស្ចារ្យមួយដែលធ្វើពីថ្មកែវនិងមាសវាជាកម្មសិទ្ធិរបស់ស្ដេចសាយរ៉ាជាបុរសដែលមានអ្វីៗគ្រប់យ៉ាងទោះជាហុំព័ទ្ធដោយទ្រព្យសម្បត្តិក៏ដោយស្ដេចសាយរ៉ាកណ្ដោចកណ្ដែងនឿយហត់គ្មានអ្វីនាំឲ្យគាត់សប្បាយចិត្តបានឡើយនៅព្រឹកមួយភ្លេងបានពន្លឺឡើងពីជញ្ជាំងសួនច្បារជាបទចម្រៀងដ៏បរិសុទ្ធពោរពេញទៅដោយភាពរស់រវើកអង្រួនបេះដូងរបស់ព្រះអង្គវាជាសំឡេងរបស់សត្វរំពេកំពុងច្រៀងនៅលើដើមឈើស្ដេចបានបញ្ជានាំបក្សីមកយើងវានឹងច្រៀងសម្រាប់យើងតែម្នាក់ទេកូនបក្សីនេះត្រូវបានចាប់ដាក់ក្នុងទ្រុងមាសប៉ុន្តែឥឡូវនេះសំឡេងរបស់សត្វរំពេប្រែជាបទចម្រៀងមានភាពសោកសៅយូរទៅសត្វរំពេលែងច្រៀងបានទៀតហើយស្ដេចខឹងហើយស្រែកខ្លាំងៗថាបដិចបានជាឯងលែងច្រៀងសត្វរំពេតបយ៉ាងស្រទន់ថាខ្ញុំអាចច្រៀងពីរោះនៅពេលបានហោះហើរអមជាមួយទេសភាពនិងសេរីភាពប៉ុន្តែនៅក្នុងទ្រុងនេះបេះដូងរបស់ខ្ញុំមិនអាចហោះហើរបានទេយប់នោះស្ដេចសាយរ៉ាដើរតែម្នាក់ឯងនៅក្រោមផ្កាយដើរកាត់សួនច្បាររាជវាំងដោយគិតយ៉ាងជ្រាលជ្រៅដោយមានឱកាសសត្វរំពេក៏ហោះកាត់ចេញពីទ្រុងមាសមកខាងក្រៅដោយសេរីភាពព្រឹកបន្ទាប់ទីធ្លានៃរាជវាំងពោរពេញទៅដោយបទចម្រៀងរបស់សត្វរំពេហៅស្ដេចសាយរ៉ាបានរៀនទ្រព្យសម្បត្តិខ្លះមិនមានន័យថាជាកម្មសិទ្ធិទេសម្រាប់ពិតដូចជាភាពរីករាយត្រូវតែមានសេរីភាព